វីដេអូចុងក្រោយនៅកោះតៃវ៉ាន់ថ្ងៃទី4នៅនេះគេហៅភូមិបុរាណណាកន្លែងហ្នឹងគឺសម្រាប់ភ្ញៀវទេសចរបោះគោមចេញពីកន្លែងបោះគោមហើយពួកខ្ញុំបានទៅលេងមួយកន្លែងទៀតនៅនេះគេហៅអូសៀនជាតិកោះតៃវ៉ាន់ដែលជាសមុទ្រនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិកនៅនេះទឹកសមុទ្ររលកធំខ្លាំងមែនតើបងប្អូនហើយទឹកហ្នឹងគឺគេអត់លេងទេគេគ្រាន់តែមកមើលចឹងទេហើយភាគច្រើនគឺសុទ្ធតែភ្ញៀវទេសចរតែម្ដងនិយាយពីអាកាសធាតុវិញគឺត្រជាក់ខ្លាំងហ្មងនៅនេះដោយសារតែនៅសមុទ្រផងនោះចឹងហើយម្នាក់វិញគឺថាសុទ្ធតែពាក់អាវធំក្រៅតែម្ដងបើមិនចឹងទេគឺថាត្រជាក់មែនមិនត្រឹមតែអាលោកធំទេសូម្បីតែថ្មហ្នឹងក៏ច្រើនដែរហើយក៏អត់មានឆ្នេរខ្សាច់ដែរអញ្ចឹងហើយបន្ទឹកហ្នឹងគឺគេអត់លេងទេជំរៅវិញក៏ជ្រៅដែរសូម្បីតែគៀនហ្នឹងគឺគេសិតតែធ្វើប្រកាន់ដៃនិយាយទៅគឺគេអត់ឲ្យយើងចូលទៅចិត្តពេកទេហើយនៅនេះផងដែរគឺគេល្បីរឿងប្រកេះម្ចាស់ស្ត្រីណានិយាយទៅគឺជាប្រវត្តិសាស្ត្ររបស់គេអញ្ចឹងហើយភ្ញៀវទេសចរមួយដែលបានទៅហ្នឹងគឺតែងតែចង់ទៅថតនៅជាប់ប្រកេះម្ចាស់ស្ត្រីរបស់គេហ្នឹងហើយនិយាយពីអាកាសធាតុនៅតៃវ៉ាន់នេះគឺថាភ្លៀងសឹងរាល់ថ្ងៃបងប្អូនគ្រាន់តែរៀងលឹមអញ្ចឹងទៅមួយថ្ងៃហ្នឹងម្នាក់គឺថាទទួលឆាត់សឹងរាល់ថ្ងៃតែម្ដងមើលតែប្តីខ្ញុំទៅដឹងហើយគឺគាត់កាន់ឆាត់ជាប់តែម្ដងហើយនិយាយពីថាថតរូបវិញ100ប៉ោះអីនៅតែ2 3ប៉ោះទេបងប្អូនហើយលុបអស់ហើយដោយសារតែអត់ស្អាតចេញពីហ្នឹងទៅពួកខ្ញុំបានទៅលេងមួយកន្លែងទៀតនៅនេះគេហៅអគារ101ដែលជាអគារខ្ពស់ជាងគេនៅទីក្រុងតៃប៉េនៅកោះតៃវ៉ាន់នេះតែម្ដងប៉ុន្តែឡើងបានតែត្រឹមជាន់ទី89ទេបងប្អូនដោយសារតែទៅលើទៀតនោះគឺគេអត់ឲ្យឡើងទៅទេហើយនៅអគារ101នេះផងដែរគឺសុទ្ធតែ store លក់របស់ brand ម៉ាកល្បីនៅលើពិភពលោកអញ្ចឹងនិយាយពីថាទស្សនវិជ្ជាមើលពីលើអគារ101ហ្នឹងទៅគឺឃើញសិតតាអគារខ្ពស់មែនតើបងប្អូនដោយសារតែនៅតៃប៉េហ្នឹងគឺជាទីក្រុងធំជាងគេរបស់តៃវ៉ាន់ហ្នឹងតែម្ដងហើយពេលខ្ញុំថតហ្នឹងអាកាសធាតុរៀងត្រជាក់ដល់ពេលអញ្ចឹងទៅគឺថតអត់សូវច្បាស់ទេរៀងចោះអាប់អញ្ចឹងហើយកន្លែងនេះក៏ជាកន្លែងចុងក្រោយដែលខ្ញុំដើរលេងរយៈពេល4ថ្ងៃនេះផងដែរម៉ាកល្បីដែលដាក់លក់នៅអគារ101នេះគឺមានតម្លៃថ្លៃជាងនៅខាងក្រៅទៀតដោយសារតែ store ដែលជួលនៅក្នុងអគារហ្នឹងគឺមានតម្លៃថ្លៃហើយនេះគឺជាថ្ងៃទី5គឺជាថ្ងៃចុងក្រោយដែលត្រូវត្រឡប់មកប្រទេសខ្មែរវិញហើយនេះគឺជាពលាននៅតៃប៉េណាហើយក្រុមហ៊ុនដែលខ្ញុំ fly ទាំងទៅទាំងមកហ្នឹងគឺខ្ញុំទៅមកតាមរយៈក្រុមហ៊ុន EVA ដែលជាក្រុមហ៊ុនអាកាសចរធំនៅចិនហ្នឹងតែម្ដងហើយនិយាយពីយន្តហោះគេហ្នឹងក៏ធំដែរចេញពីកន្លែង check in មកគឺគេមានឡានក្រុងសម្រាប់ដឹកភ្ញៀវហ្នឹងយកមកដាក់កន្លែងឡើងយន្តហោះណាគឺយើងអាចដើរបានទេដោយសារតែកន្លែង check in និងកន្លែងឡើងយន្តហោះហ្នឹងគឺមានចម្ងាយឆ្ងាយដែរណាដោយសារតែពលានគេហ្នឹងគឺធំទលាយអញ្ចឹងនិយាយទៅសើកោះតៃវ៉ាន់មែនតែនជាកោះដែលមានទឹកដីតូចទេប៉ុន្តែគ្រាន់តែពលានយន្តហោះគេគឺមានដល់ទៅ23ហើយពលានគេមួយហ្នឹងនិយាយពីថាភ្ញៀវទេសចរគេច្រើនមែនតែននិយាយទៅគ្រាន់តែ check in ហ្នឹងគឺរងចាំឡើងរាប់ម៉ោងនិយាយទៅទ្រាំតែអស់ច្រើនមែនតែនដោយសារតែពេលខ្ញុំទៅហ្នឹងគឺចុះពលានផ្សេងដល់ពេលខ្ញុំមកនេះគឺឡើងពលានផ្សេងអញ្ចឹងហើយគ្រាន់តែ delay ពេលឡើងហ្នឹងនិយាយពីថា1ម៉ោងជាងហើយនៅអត់ទាន់អស់យន្តហោះទៀតអញ្ចឹងបានន័យថាភ្ញៀវទេសចរគេគឺមានច្រើនហើយចេញចូលរាល់ថ្ងៃតែម្ដងហើយមកលេងនៅនេះក៏សុវត្ថិភាពរឿងចរាចរណ៍ដែរបងប្អូនដោយសារតែពេលខ្ញុំដើរលេងហ្នឹងឃើញថាពលរដ្ឋគេគឺគ្រប់ច្បាប់ចរាចរណ៍មែនតែនជាពិសេសឃើញយើងជាភ្ញៀវទេសចរអញ្ចឹងគឺគេគោរពមែនតែនអរគុណច្រើនជួបគ្នាវីដេអូក្រោយ